ចាសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកស្គាល់ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលជាប្រទេសមានអរិយធម៌បុរាណអស្ចារ្យមួយនៅអាស៊ីអាគ្នេយ៍ប្រវត្តិសាស្ត្រកម្ពុជាចាប់ផ្ដើមពីសម័យវរេប្រវត្តិប្រហែលជាង 4000 ឆ្នាំមុនគ្រិស្តសករាជមនុស្សរស់នៅតាមដងទន្លេនិងតំបន់ខ្ពង់រាបដោយរស់នៅដោយការនេសាទការដាំដុះនិងការប្រើឧបករណ៍ថ្មអាណាចក្រដំបូងគេរបស់ខ្មែរគឺវូណនជារដ្ឋពាណិជ្ជកម្មធំមានការតាក់ទងជាមួយឥណ្ឌាចិនហើយនិងរ៉ូមវប្បធម៌ឥណ្ឌាមានសាសនាឥណ្ឌូនិងពុទ្ធសាសនាបានចាប់ផ្ដើមចូលមកក្នុងតំបន់នេះបន្ទាប់ពីវូណនគឺអាណាចក្រចេនឡាមានការរីកចម្រើនផ្នែកកសិកម្មនិងការគ្រប់គ្រងទឹកប៉ុន្តែពេលក្រោយចេនឡាត្រូវបែងចែកជាពីរគឺចេនឡាដីហើយនិងចេនឡាទឹកនេះគឺជាសម័យរុងរឿងបំផុតនៃប្រវត្តិសាស្ត្រខ្មែរនៅឆ្នាំ802នៃគ្រិស្តសករាជព្រះបាទជ័យវរ្ម័នទី2បានប្រកាសបង្កើតអាណាចក្រអង្គរមានប្រាសាទអស្ចារ្យជាច្រើនមានដូចជាប្រាសាទអង្គរវត្តប្រាសាទអង្គរធំហើយនិងប្រាសាទបាយ័នអង្គរជាមជ្ឈមណ្ឌលនយោបាយសាសនានិងវប្បធម៌ធំបំផុតនៅអាស៊ីអាគ្នេយ៍ប៉ុន្តែចាប់ពីសតវត្សទី15អង្គរចាប់ផ្ដើមទន់ខ្សោយដោយសារតែសង្គ្រាមហើយនិងបញ្ហាបរិស្ថានបន្ទាប់ពីការធ្លាក់ចុះនៃអង្គររាជធានីត្រូវបានផ្លាស់ទីលំនៅទៅលង្វែកឧដុង្គហើយនិងភ្នំពេញប្រទេសកម្ពុជាត្រូវបានជួបប្រទះសង្គ្រាមនិងឥទ្ធិពលពីប្រទេសជិតខាងឆ្នាំ1863កម្ពុជាបានធ្លាក់ក្រោមការគ្រប់គ្រងរបស់បារាំងបានអភិវឌ្ឍផ្លូវសាលារៀនហើយនិងរដ្ឋបាលប៉ុន្តែប្រជាជនខ្មែរបានបាត់បង់សិទ្ធិឯករាជ្យរបស់ខ្លួនឆ្នាំ1953ព្រះបាទនរោត្តមសីហនុបាននាំកម្ពុជាទទួលបានឯករាជ្យពីបារាំងប្រទេសចាប់ផ្ដើមអភិវឌ្ឍវិស័យវប្បធម៌សិល្បៈនិងការអប់រំចាប់ពីឆ្នាំ1907រហូតដល់ឆ្នាំ1979កម្ពុជាជួបប្រទះសង្គ្រាមស៊ីវិលនិងរបបខ្មែរក្រហមប្រជាជនរាប់លានអ្នកបានស្លាប់វាជាសម័យងងឹតបំផុតក្នុងប្រវត្តិសាស្ត្រខ្មែរបន្ទាប់ពីរបបខ្មែរក្រហមកម្ពុជាចាប់ផ្ដើមស្ដារឡើងវិញមានសន្តិភាពពេញលេញក្រោយឆ្នាំ1993ប្រទេសកម្ពុជាបានបន្តអភិវឌ្ឍសេដ្ឋកិច្ចទេសចរណ៍និងវប្បធម៌ប្រវត្តិសាស្ត្រកម្ពុជាគឺពោរពេញដោយភាពរុងរឿងការជឿចាប់និងការតស៊ូដូច្នេះក្មេងជំនាន់ក្រោយត្រូវសិក្សាប្រវត្តិសាស្ត្រដើម្បីថែរក្សាអត្តសញ្ញាណជាតិនិងកសាងអនាគតដ៏ល្អសម្រាប់ប្រទេសកម្ពុជាបើសិនជាបងប្អូនចូលចិត្តនៅវីដេអូនេះសូមជួយ like share និង comment យើងនឹងមានវីដេអូប្រវត្តិសាស្ត្របន្តទៀតពីប្រទេសផ្សេងៗសូមអរគុណ